ជាភូមិសម្ដេចហេងសំរិននៅក្នុងទឹកដីវៀតណាមបបរាំងអ្នកគូអញ្ចឹងតើយើងគួរយកជំរឿនបែបណាវាមានជំរឿនទី1កាត់ភូមិនឹងកាត់ភូមិបងហេងសំរិនទៅឲ្យក្រោមការគ្រប់គ្រងរបស់វៀតណាមដោយរក្សាទុកនៅខ្សែព្រំដែនដដែលប៉ុន្តែត្រូវកាត់ភូមិនឹងទៅឲ្យវៀតណាមគ្រប់គ្រងដែលជាភូមិរបស់ប្រធានសភាសប្តាហ៍ថ្ងៃអានេះជាជំរឿនទី1ជំរឿនទី2រក្សាខ្សែព្រំដែនដដែលប៉ុន្តែរើភូមិរបស់បងហេងសំរិនរើភូមិចេញតែជាភូមិសម្ដេចហេងសំរិននៅក្នុងទឹកដីវៀតណាមបបរាំងអ្នកគូដឹងតែបងប្អូនមានតែបន្តិចនឹងខ្ញុំចង់រកវីដេអូឲ្យច្រើនដែរបើរកអត់បានក្បត់ជាតិសម្ដីហ្នឹងគឺសម្ដីក្បត់ជាតិ 100% បងប្អូនអត់មានអីត្រូវមិនទៅសង្ស័យទៀតទេហ៊ុនសែនមានសិទ្ធិអីកាត់ដីកាត់ភូមិលោកតាហេងសំរិនឲ្យទៅយួនហ៊ុនសែនមានសិទ្ធិស្អីជំរឿនហ្នឹងហ៊ុនសែនជាអ្នកជ្រើសរើសហ៊ុនសែនជាអ្នកមានសិទ្ធិកាត់ដីខ្មែរទៅបរទេសហ៊ុនសែនមានសិទ្ធិអីទៅដោះដូរដីខ្មែរជាមួយនឹងបរទេសបងប្អូនសម្ដីនេះខ្ញុំចង់សួរបងប្អូនយល់សម្ដីក្បត់ជាតិរបស់ហ៊ុនសែនហ្នឹងហ៊ុនសែននិយាយពាក្យនេះគឺក្បត់ជាតិទាំងស្រុងនៅក្នុងមុខយើងជាម្ចាស់ទឹកម្ចាស់ដីហើយខ្មែរយើងក៏អត់សូវមានប្រតិកម្មក្រៅតែពីអ្នកប្រជាធិបតេយ្យយើងអ្នកនៅក្រៅប្រទេសក៏ស្រែកបងវិស័យប៉ុន្តែបើសិនជាពីជំនាន់មានគណៈបកហ៊ុនពេជ្រហ៊ុនសែនអត់ហ៊ាននិយាយពាក្យហ្នឹងទេបាទនិយាយភាសាបែបហ្នឹងច្បាស់ជាមិនត្រឹមតែកម្លាំងហ៊ុនពេជ្រទេគឺកម្លាំងនៅក្នុងគណៈបកប្រជាជនដែលស្នេហាជាតិមួយចំនួនហ្នឹងគឺតម្លាក់ហ៊ុនសែនចេញពីតម្លៃបាត់ហើយអានេះខ្ញុំចង់ប្រាប់កាលពីគណៈបកហ៊ុនពេជ្រនៅមានកម្លាំងអញ្ចឹងមិនថាដំណើរដែលហ៊ុនសែនលេបអំណាចពីបំផ្លាញហ៊ុនស៊ិនពេជ្របំផ្លាញបកប្រឆាំងនៅក្នុងប្រទេសកម្ពុជារំលាយគណៈបកសង្គ្រោះជាតិគឺជាដំណើរដែលហ៊ុនសែនយកអំណាចទាំងអស់មកកាន់កាប់នៅក្នុងដៃផ្ទាល់ខ្លួនតែម្នាក់ឯងហើយហ៊ុនសែនប្រើអាយ៉ងលក់ក្បាលរបស់ខ្លួនឆ្កែបំរើរបស់ខ្លួនដូចជាខឹមវាសនាដូចជាអាក្បាលលលោកដសេះនៅញូវយ៉កនៅអីនោះមកនិយាយថាអូរឿងអីត្រូវឲ្យប្រជាពលរដ្ឋទៅតវ៉ាទាមទារអំណាចឲ្យអ្នកប្រជាធិបតេយ្យនេះគឺជាភាសាបំពុលដ៏តោកទាបរបស់ឆ្កែអាយ៉ងរបស់ហ៊ុនសែនណាសូមថាដែលបោកប្រាស់ខ្មែរយើងថាការទាមទារការតវ៉ាហ្នឹងគឺចង់បានអំណាចឲ្យអ្នកនយោបាយតែធៀបពិតគឺជាអំណាចរបស់ប្រជាពលរដ្ឋខ្មែរដែលត្រូវពួកនឹងយកទៅទេបើមិនជាអ្នកប្រជាធិបតេយ្យកាន់អំណាចគឺពួកគាត់ជាពលរដ្ឋនៅមានសិទ្ធិអំណាចគ្រប់បែបយ៉ាងក្នុងការទាមទារស្វែងរកយុត្តិធម៌អំពីបញ្ហារបស់ពួកគាត់នៅក្នុងភូមិក្នុងតំបន់ណាមួយដែលពួកគាត់អាចទៀងកគ្នាបើធ្វើការតវ៉ាឬក៏ដាក់លិខិតទៅតំណាងរាស្ត្ររបស់ខ្លួនហៅឲ្យតំណាងរាស្ត្រហ្នឹងហៅរដ្ឋមន្ត្រីហៅចៅហ្វាយស្រុកហៅចៅហ្វាយខេត្តហ្នឹងមកសួរនៅក្នុងអង្គសភាដើម្បីស្វែងរកដំណោះស្រាយឲ្យពលរដ្ឋហ្នឹងគឺជាអំណាចពលរដ្ឋណាបងផ្សាយប៉ុន្តែឥឡូវសួរថាមានទេបងប្អូនគិតប្រជាពលរដ្ឋខ្មែរយើងមានទេរឿងក្រុមហ៊ុនឆោបបោកដែលរាប់រយគ្រួសាររាប់ពាន់គ្រួសារឆោបបោកតើមានតើតំណាងរាស្ត្រហ្នឹងវាមានចេញមុខមកស៊ើបអង្កេតទេបាទស៊ើបសួរទេបាទឆោបបោកអុកញ៉ានេះអុកញ៉ានោះអីហ្នឹងបោកគេហ្នឹងមានទេតើអំណាចពលរដ្ឋយើងបាត់ទៅណាអស់នេះហើយដោយសារតែយើងបណ្ដោយដោយសារតែយើងចាញ់បោកការបំពុលរបស់ឆ្កែអាយ៉ងរបស់ហ៊ុនសែនដែលប្រើពាក្យថាយើងតវ៉ាយើងតស៊ូដើម្បីអ្នកនយោបាយពាក្យហ្នឹងហើយដែលបំពុលខ្មែរយើងឲ្យស្លាប់ចិត្តណាសង្ងំនៅស្គីមកធ្វើអីបងវិសាចរហូតដល់សប្តាហ៍ពាក្យមួយទៀតគេថាធ្វើនយោបាយធ្វើឲ្យតែប្រជាពលរដ្ឋជាប់គុកហ្នឹងបាទហ្នឹងពាក្យមួយទៀតបងប្អូនណាយើងត្រូវតែយល់ឲ្យច្បាស់អានេះយើងប្រៀបធៀបដូចថាពេលណាខ្ញុំប្រៀបធៀបរឿងបងប្អូនដល់ពេលចោលប្លន់ណាយើងពាក់ខ្សែកដើរទៅស្រាប់តែចោលប្លន់ចាប់ខ្សែកស្រាប់តែអ្នកចិត្តខាងមើលមកអត់បន្ទោសចោលណាអត់បន្ទោសចោលអ្នកចាក់ខ្សែកទេមកបន្ទោសមកពីឯងនឹងពាក់ខ្សែកធំពេកបានគេប្លន់អញ្ចឹងអូខេខ្មែរយើងតែប្រើសម្ដីនឹងមួយអត់ត្រឹមត្រូវបងប្អូនហើយមួយទៀតស្រីស្អាតដើរទៅស្លៀកសិកស៊ីអីគេចាំលោបអត់បន្ទោសចោលទេបន្ទោសអ្នករੂគ្រោះតាំងបើស្លៀកអញ្ចឹងបានធ្វើឲ្យគេចាំលោបបងប្អូនណាបាទសិទ្ធិសេរីភាពគេស្លៀកពាក់គេពាក់ខ្សែកជារឿងរបស់គេចោលតែប្លន់ចោលតែចាប់គេចោលជាអ្នកមេតគោមានទោសយើងត្រូវស្គាល់ទោសចោលគេពាក់ស្អីក៏ដោយរឿងរបស់គេយើងមិនត្រូវមកប៉ះពាល់គេអានឹងវាជារឿងខុសច្បាប់មិនមែនមកយើងចោលបន្ទោសតែអ្នកជនរងគ្រោះទេហើយពួកគណៈបព្វជិជនវានិយាយចឹងហ៊ុនសែនជាទង្វើខុសខើចាប់ប្រជាពលរដ្ឋដាក់គុកចាប់ដែលគេតស៊ូដាក់ទុកដាក់គុកអត់មានតែចោលហ៊ុនសែនអ្នកដែលបកឬចាប់មនុស្សដាក់គុកទេអត់ទៅចោលហ៊ុនសែនប៉ុន្តែបើមកចោលលោកស្រុងស៊ីថាធ្វើនយោបាយឲ្យតែប្រជាពលរដ្ឋចាប់គុកអាកន្លែងហ្នឹង
យើងនយោបាយយើងធ្វើដោយយើងប្រឆាំងជាមួយនឹងជនបដិការដូចខ្ញុំនិយាយពីដើមនឹងបងប្អូនណាយើងអ្នកប្រជាធិបតេយ្យយើងធ្វើដោយស្ម័គ្រស្មោះយើងធ្វើដោយស្អប់ទង្វើអាក្រក់យើងប្រឆាំងទង្វើអាក្រក់ដល់ពេលបញ្ហាយើងមកចោទថាមេអ្នកប្រឆាំងអ្នកប្រជាធិបតេយ្យបកប្រឆាំងអត់មានជួយខ្វល់ខ្វាយរឿងកូនចៅចាស់សួរយើងសួរថាឲ្យទៅជួយយ៉ាងម៉េចបើទង្វើហ៊ុនសែនវាចាប់នៅស្រុកខ្មែរហើយណាទៅដោះលែងបានបើវាមានកប្លើកមានប៉ូលីសមានវាមានតឡាការវាកាត់ទោសតាមអំពើចិត្តបងប្អូនទាំងអស់ដែលហ៊ុនសែនចាប់នោះសុទ្ធតែអ្នកគ្មានទោសទាំងអស់សុទ្ធតែអ្នកចេញមតិតាមច្បាប់រដ្ឋធម្មនុញ្ញដែលហ៊ុនសែនសញ្ញេទទួលស្គាល់កាលឆ្នាំ1993ប្រជាជនមានសិទ្ធិបាតកម្មមានសិទ្ធិទាមទារសិទ្ធិសេរីភាពប្រជាជនមានសិទ្ធិរិះគន់ប៉ុន្តែដោយសារទង្វើថោកទាបទង្វើវាដឹកនាំអាក្រក់បំផ្លាញប្រជាពលរដ្ឋដល់ពេលវាគេរិះគន់វាបំបិទមាត់គេប៉ុន្តែអ្នកមួយចំនួនហ្នឹងអ្នកនៅចំនួនដែលខ្វាក់គូហ្នឹងអត់ទៅបន្ទោសអាចោរចាប់ដាក់គុកយើងមកបន្ទោសអ្នកដែលរងគ្រោះដែលរត់ប្រផាត់ប្រភីគេតាមចាប់ហ្នឹងយើងទៅបន្ទោសថាអ្នកនឹងដែលធ្វើឲ្យគេជាប់គុកវិញណាបងប្អូនកន្លែងហ្នឹងមួយខ្ញុំអត់ទទួលស្គាល់អត់ត្រឹមត្រូវទេយើងបងប្អូនជួបគួរតែកែប្រែរឿងហ្នឹងឡើងបែបអរគុណបងវិស័យលើកចំណុចឡើងពាក្យនឹងឡើងមកដែលឆ្កែអាយ៉ងបំរើហ៊ុនសែនប្រើភាសាថាធ្វើនយោបាយឲ្យតែប្រជាពលរដ្ឋជាប់គុកគឺថាជាប់គុករឿងអីពួកគាត់មានទោសស្អីការតវ៉ាការទាមទារការស្រែករិះគន់នៅលើបណ្ដាញសង្គមទាំងអស់ហ្នឹងជាប់គុកតែច្បាប់អីគេដែលធ្វើឲ្យពួកគាត់ជាប់គុកមើលសួរមានបើកភ្នែកអាខ្លះបងដែលសម្ដីវានិយាយហ្នឹងទាំងក្បាលវានៅក្រៅប្រទេសដែលវារស់ទៅប្រទេសប្រជាធិបតេយ្យនៅជានៅអាមេរិកអីជាដើមក្បាលវាមិនបើកភ្នែកមើលថាតើអ្នកនយោបាយនៅអាមេរិកពីគណៈបកហ្នឹងគេធ្វើនយោបាយគេរិះគន់គ្នាគេបកអាក្រាតគ្នាដើម្បីឲ្យពលរដ្ឋឃើញថាអ្នកនយោបាយនេះមានចំណុចអាក្រក់ត្រង់នេះអ្នកនយោបាយបកខាងនោះមានចំណុចអាក្រក់ខាងនោះគឺដើម្បីឲ្យពលរដ្ឋឃើញដើម្បីឲ្យពលរដ្ឋហ្នឹងស្ដាប់ឲ្យខ្លាំងថ្លៃពិចារណាថាតើអ្នកនយោបាយណាដែលជាអ្នកដែលគាត់ពេញចិត្តបាទដូចបងវិស័យគាត់ពេញចិត្តបកខាងនោះចឹងទៅហើយខ្ញុំពេញចិត្តបកខាងនេះចឹងទៅប៉ុន្តែមុននឹងខ្ញុំជឿរឿងខ្ញុំមើលមើលបកនេះខាងនោះគេរិះគន់ឲ្យខ្លះហើយខាងនេះគេរិះគន់ឲ្យខ្លះហើយដល់ពេលយើងឃើញទៅតើការរិះគន់នឹងវាត្រឹមត្រូវចឹងអត់មិនអត់អីអត់ហើយយើងសម្រេចចិត្តពេលដែលយើងបោះឆ្នោតហ្នឹងនេះគឺជាប្រជាធិបតេយ្យប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋខ្មែរយើងគាត់និយាយគាត់បញ្ចេញមតិអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការនិយាយក្នុងការបញ្ចេញមតិរិះគន់អ្នកនយោបាយដឹកនាំអំណាចគ្មានសមត្ថភាពអសមត្ថភាពវាទៅជាមកចោទថាយើងនឹងធ្វើនយោបាយឲ្យពលរដ្ឋខ្មែរជាប់គុកពួកគាត់ទាំងអស់មានទោសស្អីគេក្នុងនាមប្រទេសដែលខាខ្លួនគោរពប្រជាធិបតេយ្យឲ្យពលរដ្ឋមានសិទ្ធិក្នុងការបញ្ចេញមតិតើការនិយាយស្ដីការបញ្ចេញមតិរបស់គាត់ការរិះគន់ទៅលើមេដឹកនាំរហូតដល់ណាទោះបីតែគាត់ជេរក្បាលពួកវាក៏គ្មានទោសចាប់គាត់ដាក់គុកដែរអាហ្នឹងបើសិនជានៅក្នុងប្រទេសជាធិបតេយ្យបងប្អូនមើលនៅអាមេរិកអ្នកដែលមិនពេញចិត្តខាងโจ Biden ប្រមាថโจ Biden យ៉ាងម៉េចអ្នកដែលមិនពេញចិត្ត Donald Trump ប្រមាថ Donald Trump យ៉ាងម៉េចតើមានអ្នកណាជាប់គុកដោយសារតែប្រមាថโจ Biden មានអ្នកណាជាប់គុកដោយសារតែប្រមាថ Donald Trump ទេបាទទោះថាចុកក្បាលវាដែលនៅអាមេរិកដែរនេះហេតុអីក៏វានិយាយថាធ្វើនយោបាយនាំតែពលរដ្ឋខ្មែរជាប់គុកច្បាប់អីគេច្បាប់ក្បាលវាហ្នឹងអាគេបាញ់ហ្នឹងវាមកនៅអាមេរិកហ្នឹងមិនក៏វាមកបើកភ្នែកមើលថាអាមេរិកហ្នឹងការបញ្ចេញមតិរបស់ពលរដ្ឋគេយ៉ាងម៉េចបណ្ដាញសារព័ត៌មានគេយ៉ាងម៉េចរិះគន់គ្នាទៅវិញទៅមកវាមកប្រើភាសាថាអ្នកពលរដ្ឋទាំងអស់ហ្នឹងជាប់គុកដោយសារអ្នកនយោបាយអញ្ចឹងមានឯងទទួលស្គាល់ថាមេដឹកនាំឯហ្នឹងជាជនផ្ដាច់ការជាជនផ្ដាច់ការ10ទៀតហើយបាទអញ្ចឹងអាហ្នឹងវាបោកប្រាស់គេហើយវាមិនមែនវិជាតបតៃទេវាដឹកនាំហ្នឹងគឺវាជាជនផ្ដាច់ការទេបាទឥឡូវបើវាថាបើដឹងតែគេជនផ្ដាច់ការបើគេដឹងចឹងហើយមិនក៏ឲ្យគេនិយាយចុះក្រែងយើងទឹកក្នុងការបញ្ចេញមតិគឺជាការរិះគន់ឲ្យយើងអាចទ្រាំមើលឲ្យវាដឹកផ្ទះរបស់យើងទាំងអស់គ្នាហ្នឹងទ្រាំមើលឲ្យវាយកអញ្ចាំងយើងហ្នឹងវាយបំផ្លាញអញ្ចាំងយើងម្ដងមួយសន្លឹកអញ្ចឹងដែរចាហើយថាអាហ្នឹងផ្ដាច់ការអញ្ចឹងឲ្យសុកចិត្តនៅស្ងៀមទៅរហូតដល់លេទាំងទាំងអស់ទៅដូចជារឿងសង្គ្រាមអញ្ចឹងឃើញយើងជំទាស់ចំណាត់ការរបស់វាតាំងពីដើមមកវិស័យរហូតដល់ឥឡូវគេយកដីតាមចិត្តតើការរិះគន់របស់យើងកន្លងមកហ្នឹងខុសឬទៅតើពួកវាមានយកចំនួនហ្នឹងទៅជជែកនៅតុលាការអន្តរជាតិទេបាទរហូតដល់ពេលនេះគាត់ធ្វើណាបាទហើយសៀមវាខ្លាចណាស់វាមិនចង់ឃើញយើងយកចំនួនហ្នឹងទៅតុលាការអន្តរជាតិទេប៉ុន្តែវាអត់យកទៅទេវាសុខចិត្តបើកឲ្យគេយកដីខ្មែរគ្រប់កន្លែងតាមព្រំដែនគេយកទាំងអស់យកតាមចិត្តឥឡូវបងប្អូនឃើញតើការបញ្ចេញមតិការរិះគន់របស់ពួកយើងកន្លងមកហ្នឹងយើងធ្វើនឹងខុសឬមួយក៏យើងធ្វើនឹងត្រូវតើចំណាត់ការដែលហ៊ុនសែនធ្វើកន្លងមកហ្នឹងខុសឬក៏ត្រូវតើហ៊ុនសែនអាចការពារទឹកដីខ្មែរបានទេតើហ៊ុនម៉ាណែតមានសមត្ថភាពអីឡើងទៅឆាកអន្តរជាតិដើម្បីប្តឹងថៃទេបាទហ្នឹងខ្ញុំចូលរួមប៉ុណ្ណឹងបងមិនសាច់ត្រឹមត្រូវតលេហើយយើងបកមកពីបញ្ហាហ៊ុនសែននិយាយពីរឿង
ផ្ទះហេសរិនលើទឹកដីយួនក្នុងទឹកដីយួនហើយហ៊ុនសែនចោលតាបារាំងគូឲ្យចឹងឥឡូវដំណាក់កាលនេះបងប្អូនចាំខ្ញុំនិយាយថ្ងៃនេះបងប្អូនចាំតិចទៀតអាព្រំដែនខាងលិចរបស់យើងជាមួយសៀមតិចទៀតហ៊ុនសែននិយាយចឹងឥឡូវហ៊ុនសែនបលេងឲ្យស្អីសឹកលូនឹងនិយាយម្ដងតាសៀមវាធ្វើរបស់លុះលើទឹកដីគេតាមិននៅលើទឹកដីយើងតាហើយបើសួរទៅថាខ្ញុំមិនមែនគណៈកម្មការ JVC ខ្ញុំមិនដឹងរឿងព្រំដែនទៅសួរអ្នកព្រំដែនបើយើងមិនដឹងនេះយើងបកកាច់និយាយមកទៅស្អីបងប្អូនដំណាក់កាលនេះខ្ញុំដឹងថានយោបាយហ្នឹងវាបលេងឲ្យសឹកលូនឹងនិយាយប៉ុន្តែយើងឃើញថាសឹកលូនិយាយចឹងឃើញប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែនហ្នឹងប្រតិកម្មចំពោះសឹកលូនឹងខ្លាំងរឿងហ្នឹងប្រហែលជាតិចទៀតបងប្អូននឹងធ្វើដូចគ្នាចឹងហ៊ុនសែននិយាយចឹងបន្ទោបារាំងទេណាបារាំងគូចឹងទឹកដីហ្នឹងគឺជាទឹកដីរបស់សៀមវាគូឲ្យសៀមចឹងប៉ុន្តែលើកនេះបកកាយបានកាលពី10ឆ្នាំមុនយើងក៏តើមាន Facebook តើមាន Facebook អត់មានណាប្រតិកម្មរបស់ហ៊ុនសែនបានប៉ុន្តែលើកនេះក្រុមការងារ$20ខាងអន្តរវេសព្រំដែនបងប្អូនមិនហ៊ុនសែនមិនអាចបោកទេផែនទីព្រំដែនទាំងអស់នៅលើដៃខ្ញុំផែនទីព្រំដែនចំនួនបារាំងមានទាំងឯកសារដែលបារាំងនិយាយដែលបារាំងចាក់ទុកចំនួនហ្នឹងហើយថៃក៏ទទួលស្គាល់ដែរបោះបកគោលព្រំដែនមាន74បកគោលតាមព្រំដែនកម្ពុជាថៃហ្នឹងហើយមានការវាស់វែងច្បាស់លាស់ណាស់បងប្អូនចំនួនហ្នឹងមានទាំងស្ដេចថៃសញ្ញេចុះហត្ថលេខាទទួលស្គាល់ទៀតហើយជាមួយនឹងបារាំងទទួលស្គាល់ទៀតដែលគេបែងចែកទឹកដីតាមខ្សែបន្ទាត់ព្រំដែនខ្មែរថៃហ្នឹងគេបែងចែកតាមបន្ទាត់ខ្សែទឹកធម្មជាតិបងប្អូនអាកន្លែងហ្នឹងហើយរឿងបញ្ហាដែលស៊ីមវាមិនទទួលស្គាល់វាលុបចោលវាមិនទទួលស្គាល់ផែនទី1/200,000ហ្នឹងគឺដោយសារផែនទី1/200,000ហ្នឹងជាផែនទីចំនួនមុនហើយវាចូលដល់ក្នុងកាត់តាមជួរភ្នំដងរែកហ្នឹងគឺចូលជ្រៅដល់ទឹកដីថៃច្រើនហើយថៃវាមិនទទួលស្គាល់វាប្រកាសថាផែនទីឯកតោភាគី1/50,000ដែលផែនទីចំនួនថ្មីហ្នឹងប្រើ GPS satellite ហ្នឹងវាមានការលំអៀងដល់ពេលយើងទម្លាក់យកផែនទីហ្នឹងដាក់ជុំគ្នាមកទម្លាក់មកបងប្អូនខ្សែបន្ទាត់ព្រំដែនហ្នឹងវាខុសគ្នាកន្លែងហ្នឹងប៉ុន្តែបច្ចេកទេសទំនើបបើសិនជាវាស្មោះត្រង់មែនបើសិនជារដ្ឋាភិបាលហ៊ុនសែនហ្នឹងមានបច្ចេកទេសខ្ពស់មានកណិតសាជាតិមែនបងប្អូនណាគឺគេមានបច្ចេកវិទ្យាខ្ពស់ដើម្បីបន្លែងផែនទីនឹងឲ្យត្រូវតាមបន្ទាត់ខ្សែព្រំដែននេះយើងចរចាគ្នាយើងបោះបកគោលអត់មានដំណាបាត់ទឹកដីទេប៉ុន្តែដោយសារតកូលហ៊ុននឹងវាអត់ចេះទី1គឺវាអត់មានអ្នកជំនាញឯណាឲ្យច្បាស់លាស់ត្រឹមត្រូវហើយទី2គឺដោយសារចាញ់នៅនយោបាយថៃចាញ់នៅកម្លាំងរបស់ថៃផងទៅគៀបសង្កត់ដោយសារយួនគៀបសង្កត់យួនវាបោះបកគោលព្រំដែនជាមួយហ៊ុនសែនដែលប្រើផែនទី1/50,000អត់ម្ល៉េះអាស៊ីវាចង់ធ្វើចឹងដូចគ្នាចឹងហើយបានជាហ៊ុនសែនមិនហ៊ានប្តឹងដល់សប្តាហ៍ថ្ងៃនេះដោយសារយូរនៅពីក្រោយហ្នឹងបងប្អូនណាហើយខ្ញុំបានចូលទៅមើលនៅកសែតរបស់ថៃអាខាសើនេះវានិយាយថាពិភពលោកគេប្រើផែនទី1/50,000ហើយហេតុអីយើងនៅតែប្រើផែនទី1/200,000គេថាចុះបើអ្នកឯងមិនទទួលស្គាល់ផែនទី1/50,000ហេតុអីអ្នកឯងចុះហត្ថលេខាជាមួយយួនប្រើផែនទី1/50,000បងប្អូនទេកន្លែងហ្នឹងសៀមវាចូលមកខមមិនកន្លែងហ្នឹងខ្ញុំបានចូលតាមនៅសារព័ត៌មានរបស់សៀមវាទៅសេជាភាសាអង់គ្លេសបាទខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនរឿងផែនទីរឿងបង្គោលព្រំដែនជាដើមមិនថាសម័យមុនគេធ្វើផែនទីមិនទាន់មាន GPS សម័យនេះគេមាន GPS គេដាក់ផែនទីត្រូវជាងមុនអត់ទេបង្គោលព្រំដែនដែលធ្លាប់បានចរចាគ្នាក្រោយពេលសង្គ្រាមលោកលើកទី2ដែលបង្កើតអង្គការសហប្រជាជាតិមកបានកំណត់បែងចែកទឹកដីទៅតាមប្រទេសមួយហ្នឹងគឺមានបោះបង្គោលព្រំដែនតាមហ្នឹងហើយបង្គោលព្រំដែនឧទាហរណ៍បកគោព្រំដែនមួយនេះបកគោលេខ72នេះបកគោលេខ73នៅតែនៅចង្ងាយនេះក៏ដោយអញ្ចឹងខ្សែបន្ទាត់ព្រំដែនទោះបីជាកន្លែងហ្នឹងតំបន់ព្រៃភ្នំគេអត់មានធ្វើលបងអត់មានក៏ដោយគឺខ្សែបន្ទាត់គឺគេយកខ្សែត្រង់មួយចាប់ចងពីបកគោមួយទៅបកគោមួយអាខ្សែត្រង់ហ្នឹងឯងដែលគឺជាបន្ទាត់ព្រំដែនហ្នឹងបាទអញ្ចឹងគេយកទៅតាមបង្គោលព្រំដែននីមួយៗហ្នឹងគេយកបង្គោលហ្នឹងទៅចុះទិន្នន័យទៅក្នុងប្រព័ន្ធ digital ដូចជា GPS អីជាដើមហ្នឹងគឺអាចចេញជាខ្សែបន្ទាត់ព្រំដែនពិតប្រាកដមួយសំខាន់គឺបង្គោលព្រំដែនអញ្ចឹងហើយបានជាសៀមហើយនឹងយួនពេលដែលវាធ្វើអីឡើងម្ដងអ្វីដែលវាធ្វើមុនគេគឺដកបង្គោលព្រំដែនរំកិលបង្គោលព្រំដែនអាហ្នឹងហើយគឺជាវិធីដែលគេចូលយកដីយើងពីព្រោះនៅពេលដែលយើងគូសផែនទីបងវិសាចមិនថាសម័យណាទេចំនួនណាទេ100ឆ្នាំមុន100ឆ្នាំក្រោយពីនេះទៀតគឺគេចាប់ពីបង្គោលមួយទៅបង្គោលមួយដើម្បីបោះជាខ្សែបន្ទាត់ព្រំដែនអាហ្នឹងគឺវានៅតែអញ្ចឹងតែទេវាអត់មានធ្វើការប្រែប្រួលអីទេហើយនិយាយអំពីរឿងផែនទីຂະຫນາດ1/50,000ຂະຫນາດ1/200,000បងប្អូនណាទាំងអស់ហ្នឹងវាគ្រាន់តែជា scale មានន័យថាជាមាត្រដ្ឋានខ្មែរយើងជាភាសាផ្លូវការគេថាមាត្រដ្ឋានបើតែបើយើងនិយាយឲ្យបងប្អូនស្រួលស្ដាប់ទៅគឺណាត់ផែ
นตีแต่เกวอนเนื้อเตียงแผ่นตีเปรียบเทียบจะมวยนั้นได้เนื้อประไว้เนื้อกระลาได้บาสันจะมวยเลอฮาสปอนเนื้อดับแผ่นตีนั้นไม่ได้ค่ะมวยซ่องที่ไม่เนื้อแผ่นตีมานั้นประเมินซ่องที่ไม่เนื้อได้ประกอบอันนั้นคือเจี๊ยรุ่งวอดดับใบởยังวอดดังท่าตาประไว้ใส่นี่ตีประโกนี่แต่ประโกนี่มีประไว้ประมาณไอ้เกิดกุนกี่มือดับแผ่นตีที่กุนมือเกิดดังท่ามีประไว้นะไว้นะกี่ปลาขนาดนึงไอ้บ่าจังบ่าbởi dương của tí họ thả lấy một xăng từ máy đi dương ở mùi lừa hà sập quán này tham mùi xăng thì máy là hành tí mai nữa ta sập quán xăng thì máy là đây vẫn có cái bao phun ở chạy tay chỉ máy chạy chỉ lỗ máy tới bao phun khơi nhưประมาณchắc là nó biết chỉ khá với chân bởi dương vậy tớiคือhành tí nó mới đây khá cùng rít thùng mùi lừa hà sập quán lấy tay mến phần tay bởi vì vậy ông hành tíคือlà hành tí nó cùng rít thùng và bởi mùi lừa pi rồi quán bên đây khá mùi xăng thì máy nơi lơ cả đạp hành tí để dương qua nó dương qua và to dương mùi xăng thì máy mà nó pi rồi pon xăng thì máy là lơ đâyประกอบបាទxăng thì máy đây thì máy mày pi rồi pon ស្មើនឹង2គីឡូដី បាទស្មើនឹង2គីឡូដីបាទ2គីឡូដីនៅលើផែនទីស្មើនឹង1សង់ទីម៉ែត្រទេបាទយើងមើលផែនទី1សង់ទីម៉ែត្រទេប៉ុន្តែលើដីវាក៏ស្មើនឹង2គីឡូដីអញ្ចឹងខនាដនេះវាគ្រាន់តែទាំងទេគ្រាន់តែជាតំណាងទេក៏ប៉ុន្តែអ្វីដែលជាចំណុចសំខាន់គឺថាតើអាផែនទី150ប៉ុនដែលធ្វើហ្នឹងតើចម្លងទាំងស្រុងពីផែនទីដើមមួយលើ200ប៉ុនឬមួយក៏ជាផែនទីដែលគូថ្មីផែនទីដែលគូថ្មីផែនទីដែលព្រមព្រៀងខុបខិតគ្នារវាងតកូលហ៊ុនហើយនិងភាគីថៃនិងក៏ភាគីសៀមអានេះជាចំណុចសំខាន់បងវិសាចបាទអញ្ចឹងបើចង់បំលែងផែនទីទាំងអស់ហ្នឹងទៅជាមួយលើ200ប៉ុនបងវិសាចវាមិនខុសគ្នាពីយើងមើលនៅក្នុង Google Earth យើង zoom ចុះ zoom ឡើងទេបាទ Google Earth វាយើងអាច zoom ទៅឃើញ zoom ចុះ zoom ឡើងអត់មានខុសគ្នាអាຂະຫນາດហ្នឹងក៏ដូចគ្នាដែរបាទអញ្ចឹងអ្វីដែលសំខាន់គឺថាតើយើងបានចម្លងទាំងស្រុងយោងទៅតាមច្បាប់ដើមមួយលើ200ប៉ុនតម្កល់ទុកនៅអង្គការសហជីវជាតិយើងបានធ្វើអញ្ចឹងអត់បើយើងអត់បានធ្វើអញ្ចឹងទេគឺជាផែនទីដែលគូថ្មីគឺអត់អាចយកបានទេបាទផែនទីគូថ្មីយើងមិនអាចយកបានទេផែនទីຂະຫນាតមួយលើ200ប៉ុនដែលតម្កល់ទុកនៅអង្គការសហជីវជាតិដែលទទួលស្គាល់ដោយអង្គការសហជីវជាតិភាគីថៃក៏វាមិនតវ៉ាដែរហើយអីបានជាវាមកតវ៉ាមកចោទថាខ្មែរយើងចូលដីវាទៅដល់មកពេលហ្នឹងទៅដល់ជំនាន់ហ្នឹងពេលដែលខ្មែរយើងមានសង្គ្រាមជំនាន់ខ្មែរក្រហមជំនាន់ហេងសំរិនក៏ខ្មែរយើងអត់ខ្លាំងដែរខ្មែរយើងក៏បែកបាក់ដែរកំពុងតែបែកបាក់មានភាគីខ្មែរក្រហមផងមានភាគីហើយអីក៏ថៃយើងមិនរបស់បងវិសាចមិនគេវាមិនរបស់រឿងព្រំដែនណាបើសិនជាពេលហ្នឹងថៃវាគិតថាយើងបាត់បកគោលព្រំដែនមែនណាកន្លែងនៅចំណុចខ្មែរក្រហមនៅទាំងប្រមាណណាហើយអីក៏ថៃមិននិយាយជាមួយនឹងភាគីហេងសំរិនតែឥឡូវនេះខ្ញុំបណ្ដេញខ្មែរក្រហមចេញខ្មែរក្រហមកំពុងតែមានកម្លាំងតិចខ្ញុំជួយបណ្ដេញឯងវាយពីខាងនេះទៅខ្ញុំវាយខ្មែរក្រហមពីខាងនេះទៅហើយខ្ញុំធ្វើព្រំដែនសារឡើងវិញហើយដល់ពេលហ្នឹងវាមិនយកបង្គោលព្រំដែនហើយវាមិនសើរើពេលហ្នឹងទៅពេលដែលខ្មែរកំពុងបែកបាក់គ្នាគឺវាទទួលស្គាល់ទទួលដឹងថាកន្លែងហ្នឹងគឺជាបង្គោលព្រំដែនហើយវាដឹងថាអង្គការសហជីវជាតិពេលហ្នឹងគឺហ៊ុនសែនមិនអាចគ្រប់គ្រងមិនមានកៅអីនៅអាសនៈអង្គការសហជីវជាតិហ៊ុនសែនមិនមានអ្វីអាចធ្វើជាគេហៅថាសុពលភាពក្នុងការគូសវាសផែនទីបានទេប៉ុន្តែដោយសារសម័យនេះហ៊ុនសែនអាងយ៉ាងខ្លួនឯងពេញទឹកពេញដៃទាំងអស់សភាក៏បោះអញតឡាការក៏បោះអញអំណាចរដ្ឋាភិបាលក៏នៅលើក្បាលអាសាញ់អញ្ចឹងហ៊ុនសែនថៃវាដឹងថាស្អីដីកន្លះនៅលើហ៊ុនសែនអញ្ចឹងចរចានិយាយជាមួយហ៊ុនសែនមុនហើយបង្កើតឆាកសង្គ្រាមវាយយកដីខ្មែរអាហ្នឹងវាទៅអញ្ចឹងបងវិសាចនិយាយចុះនិយាយឡើងវាចេញទៅវានៅតែរឿងហ៊ុនសែនកាត់ដីបងវិសាចដាក់ផែនទីមកឃើញដីដែលយើងបាត់ឃើញបងប្អូនឃើញបាទមកចំពីងប្រទេសបាទហ្នឹងហើយបងប្អូនហ្នឹងហើយអរគុណតលេហើយនេះបងប្អូនណាអ្វីដែលខ្ញុំស្រាវជ្រាវចង់មកបង្ហាញបងប្អូនតិចបងប្អូនណានេះអ្វីដែលខ្ញុំដាក់ហ្នឹងគឺជាផែនទីចំនួនបារាំងណាបងប្អូនណាយើងយកពីបណ្ដាល័យសភាសហរដ្ឋអាមេរិកគឺផែនទីចំនួនបារាំងណាគេណាអក្សរបារាំងវាចុះវាបែងចែកនេះຂະຫນាតមួយលើ200ប៉ុណ្ណបងប្អូនណាຂະຫນាត200ប៉ុណ្ណហ្នឹងគេហ្នឹងហើយអានេះជាខ្ញុំយកមកតម្លាក់នៅផែនទី Google Earth បងប្អូនណាតម្លាក់តាមមកជួរព្រំដែនហ្នឹងគេណាអាកន្លែងខ្លះវាស៊ីគ្នាកន្លែងខ្លះវាអត់ស៊ីគ្នាហ្នឹងបងប្អូនណាបន្ទាត់ពណ៌ blue នេះពណ៌ខៀវនេះគឺជាខ្សែផែនទីបារាំងចាស់នៅនេះនៅជួរភ្នំដងរែកហើយប្រហែលជាបងប្អូនមើលឃើញទេខ្សែផែនទីថ្មីដែលផែនទី Google ហ្នឹងគឺពណ៌ក្រហមប៉ុន្តែកន្លែងខ្លះវាអត់ស៊ីគ្នាទេបងប្អូនអ្វីដែលខ្ញុំចង់បញ្ជាក់បងប្អូននេះក្នុងសង្គ្រាមពីលើហ្នឹងថៃវាកាន់កាប់តាំងពីអានេះកន្លែងនេះគឺខេត្តបៃលិនណាបងប្អូនណានៅលើផែនទីបារាំងសៀមនៅខេត្តបៃលិនហ្នឹងវា
ខ្ញុំអត់តបានទម្លាក់គោលដៅកន្លែងណាសៀមគ្រប់កន្លែងណាគ្រប់គ្រងឡើយតែគ្រាន់តែបញ្ជាក់អីបងប្អូនមើលហើយចាប់ពីខេត្តបៃលិនមកចូលដល់នេះខេត្តបាត់ដំបងកន្លែងនេះមកដុំនេះកន្លែងស្រុកកំរៀងខេត្តបាត់ដំបងហ្នឹងហើយភូមិ Đã tóc lui vậy. ហ្នឹងហើយស្រុកលូនិយាយហ្នឹងគឺម្ដុំនេះបងប្អូនគឺម្ដុំនេះបាទហើយមើលខ្សែផែនទីពណ៌ blue នេះគេបារាំងវាគូតាមបន្ទាត់ខ្សែទឹកបងប្អូនណាអាពណ៌ blue នេះគឺវាមានស្ទឹងស្ទឹងអូមួយហើយបែកចែកនេះហើយផែនទី Google ថ្មីឃើញពណ៌ក្រហមនេះពណ៌ក្រហមនៅចូលដីច្រើនខុសគ្នាខ្លះអានេះចូលមកដល់ខេត្តបាត់ដំបងនេះហូរហើយឥឡូវដល់ខេត្តបន្ទាយមានជ័យនេះប៉ោយប៉ែតនៅម្ដុំនេះបងប្អូនណានេះប៉ោយប៉ែតនៅម្ដុំនេះដែលប៉ោយប៉ែតភូមិព្រៃច័ន្ទនេះនៅខាងលើនេះភូមិព្រៃច័ន្ទភូមិព្រៃច័ន្ទបឹងតកួននេះដែលស៊ីមីពតយកហើយខ្ញុំឲ្យបងប្អូនមើលកន្លែងខេត្តព្រះវិហារនេះប្រាសាទព្រះវិហារបងប្អូនណាឃើញនេះផែនទីបារាំងឃើញប្រាសាទព្រះវិហារនៅក្នុងទឹកដីខ្មែរដែរហើយភ្នំទ្របនេះកន្លែងនេះជាប់គ្នានឹងប្រាសាទព្រះវិហារហ្នឹងប៉ុន្តែផែនទីដែលសៀមវាវាយកាន់កាប់វាកាត់មកជាងនេះយកកាត់មកហៀងនេះយកទៅស្មើជាតាមអាម៉ៅខ្ញុំនេះឃើញបងប្អូនបាទអានេះខ្ញុំគាត់ចង់បញ្ជាក់ប្រាប់បងប្អូនចឹងខ្ញុំកំពុងតែសិក្សាស្រាវជ្រាវផែនទីហ្នឹងកុំទម្លាក់បងប្អូនឃើញឥឡូវខ្ញុំដកនេះចេញឃើញវានេះខ្សែបន្ទាត់ព្រំដែនយើងឥឡូវយើងដាក់ផែនទីបារាំងចូលមកឃើញនេះខ្សែបន្ទាត់វាស៊ីខុសគ្នាបន្តិចតួចបាទហ្នឹងហើយបងប្អូនប៉ុណ្ណឹងគ្រាន់តែខ្ញុំគាត់ចង់ឲ្យបងប្អូនមើលឃើញកន្លែងហ្នឹងយើងកំពុងតែសិក្សាស្រាវជ្រាវបន្ថែមទៀតបាទពីព្រោះយើងពិបាកណាស់រកទិន្នន័យអត់ចង់បានទេពីព្រោះខ្ញុំស្រាវជ្រាវទៅក្នុងកម្ពុជាវាលាក់ឯកសារច្រើនណាស់យើងពិបាករកបើយើងនៅក្រៅស្រុកយើងពិបាករកហ្នឹងហើយបងប្អូនណាយើងចប់ហើយដល់មានបន្ថែមទៀតយើងចូលដល់ប្រធានបទយើងខ្ញុំនិយាយពីរឿងបញ្ហាមន្ត្រីរាជការតិចថ្ងៃនេះ Bà chơi một mình. Tháng này mình đai pe khá cái tha công vô lôi dịch. Ok đây trường đó làประเทศบอดយើងដែលចង់និយាយពីមន្ត្រីរាជការគេយើងស្ដាប់ទៅពេលនេះចេញមកពីក្រសួងស្អីមុខងារសាធារណៈ Con trai gặp bè. កូនចៅពេកអូខេអញ្ចឹងបានថាឥឡូវគេខ្សាប់ខ្ញុំឃើញគេកាត់បន្ថយពីស្ថាប័នគឺស្ថាប័នអប់រំហើយនិងស្ថាប័នសុខាភិបាលគេកាត់លុយហើយគេយកលុយពីស្ថាប័នពីរហ្នឹងមកបន្ថែមលុយឲ្យស្ថាប័នការពារជាតិប៉ុន្តែអាក្រសួងទាំងប្រមាណអត់បានការមិនព្រមបិទបំផ្លាញកាត់ជាពិសេសក្រសួងសាធារណការហ្នឹងគឺយើងមិនដឹងតែធ្វើស្អីទេ Con cách ca xa thiên nạ hay là xuống xa thiên nạ ca cọc nhiều không? ហ្នឹងអាក្រសួងអត់បានការទេគឺបំផ្លាញជាពិសេសខ្ញុំចំពោះខ្ញុំក្រសួងស្អីខាងសាសាលាក្រសួង Cọp rung. ក្រសួងអប់រំហើយនឹងក្រសួងសុខាភិបាលហ្នឹង Khăn bà còn khăn. គឺសំខាន់ណាស់យើងមិនត្រូវដកអាក្រសួងពីហ្នឹងគួរតែបន្ថែមលុយមិនមែនដកទេគួរតែបន្ថែមលុយយើងដកដល់អាក្រសួងគាត់បានការហ្នឹងនឹងធ្វើស្អីជន់តែជើងគ្នានេះដែលអត់ធ្វើការទេបើធ្វើការតែពីអ្នកអូកូនហ្នឹង Hay. ឥឡូវយើង Cái thuông mới thiên bỏ. Cái xuống gì cái? Cạn bị bọt chân là bọt. ហ្នឹងហើយ Quan bị cháu xích. Mình thấy cái xuống ai bọt chân là bọt không? Cái kia bông. Ăn nó thấy cái thuông nữa. ថ្ងៃមុនខ្ញុំបង្អស់ឡើងចិត្ត40ក្រសួងតែលេខចំណាយលុយចិត្ត$8000 លានមួយឆ្នាំហើយយកលុយទៅចំណាយអត់ប្រយោជន៍ Bà. ឥឡូវយើងស្ដាប់និយាយទៅនឹងឈ្មោះអីដែរបងប្អូនសិស្សពួកក្មេងៗពួកនេះសិស្សក្រោម40ក្រោម50 ប្រាក់ខែសំខាន់ហើយមិនដែរពេលខ្លះគេថាកុំយកលុយទៅទិញមនុស្សមិនអាចមានតម្លៃជាប្រាក់ខែបានទេអ្នករាជការក៏អញ្ចឹងដែរកុំយកតម្លៃប្រាក់ខែជាមួយលុយមកវាតម្លៃអ្នករាជការមានកិត្តិយសរបស់គេគឺកិត្តិយសដែលមិនអាចកាត់ថ្លៃបានគឺកិត្តិយសដែលលះបង់ដើម្បីបំរើបើយើងប្រកាសចង់ឲ្យគេចូលរួមចូលក្របខ័ណ្ឌរដ្ឋឬមួយធ្វើការងាររដ្ឋនឹងគឺថាយើងត្រូវប្រាប់គេថាមានអីខ្លះវិវត្តអបបរមាឆ្នាំ2026អបបរមាបានន័យថាចូលយ៉ាងតិចប៉ុណ្ណឹងអាចឡើងជានឹងទៀតអញ្ចឹងបើសិនជាក្របខ័ណ្ឌរដ្ឋបាលទូទៅជាក្របខ័ណ្ឌគឺ$1,49,000បាទវាល្បាក់នឹង$350អ្នកគ្រូនិងសិក្ខាប័លគឺសហការឃ្លា$1,49,000ច្រើនជាងរដ្ឋបាលហើយមន្ត្រីចាត់វិញ្ញាសា$79,000គ្រូបង្រៀនចុះកិច្ចសញ្ញា$1,19,000បាទ
ហើយនឹងមន្ត្រីតាំងពីទុំពីដែលយើងប្រឡងមកហ្នឹងទីបំផុតគឺ1លានកន្លះបាទប៉ុន្តែមន្ត្រីក្របខ័ណ្ឌពេលដែលចូលហើយគឺអាចឡើងថ្នាក់ឡើងអីទៀតលុយវាឡើងទៅតាមហ្នឹងឬមួយក៏មានតំណែងវាឡើងទៅតាមហ្នឹងទៀតបាទអញ្ចឹងក្រៅពីវិវត្តដែលជាចំណុចពួកប្រជែងជាមួយខ្សែទុនយើងមានប្រវត្តិធម្មទៀតមានរបបសន្តិសុខសង្គមបាទហេតុពេលការងារសុខភាពរបបសធនហើយមន្ត្រីរាជការ Fever មុននឹងចូលនិវត្តន៍គឺយើងឲ្យលុយមកកញ្ចប់3ខែនៃវិវត្តរបស់គាត់អូខេយើងនិយាយបកស្រាយថាមន្ត្រីរាជការគេមានកិត្តិយសរបស់គេមានកិត្តិយសគេកុំសំដៅរឿងយល់លុយយើងសួរចេះបងប្អូនណាខ្ញុំមិននិយាយមន្ត្រីរាជការថ្នាក់ក្រោមតែវារៀបរាប់ឯងគ្រូបរិញ្ញាបត្រអីមួយខែ1លានអី2លានអីហ្នឹងវាប្រហែលតែ1លាន2លាន$300នឹងគ្នាធ្វើការដើម្បីចិញ្ចឹមជីវិតប៉ុណ្ណឹងគ្នាអាចទប់ទល់បានរឿងបញ្ហាស្រុកខ្មែរឥឡូវវាថ្លៃផងរកទប់ទល់មិនបានទេប៉ុន្តែយើងសួរចេះប៉ុន្តែក្រៅពីមន្ត្រីជាប់ទីមន្ត្រីរាជការគ្រូបរិញ្ញាបត្រប៉ូលីសអត់ហ្នឹងយើងសួរពួកស្ថាប័នក្រសួងស្ថាប័នបើសិនតែវាមិនត្រូវការលុយឯគ្មានអាណាចេះធ្វើការបម្រើកុំវាមិនបាច់មកនិយាយអួតថាឯងធ្វើការដើម្បីបម្រើជាតិដើម្បីកិត្តិយសអីទេពួកមន្ត្រីជាន់ខ្ពស់ទាំងអស់ហ្នឹងពួកតកូលហ៊ុនហ្នឹងស្មានថាវាធ្វើការដើម្បីកិត្តិយសឯងគឺវាធ្វើការដើម្បីអំណាចដើម្បីបកពួកដើម្បីលុយវាទេអ្វីខ្ញុំឃើញអានេះជុំមកបកស្រាយហ្នឹងខ្ញុំយល់ថាមន្ត្រីរាជការដូចជាប៉ូលីសទៅហ៊ានមន្ត្រីតូចតាចហ្នឹងគ្នាមានកិត្តិយសមែនគ្នារៀនសូត្របានចេះដឹងមែនធ្វើការបានប្រាក់ខែទាបណាស់អានោះជាកិត្តិយសរបស់គ្នាមួយគ្នាមិនអាចពុករលួយបានប៉ុន្តែពួកជាន់ខ្ពស់យើងនិយាយពួកតំណាងរាជពួកបលិសអកាយអស័កអីធំយើងសួរទៅប្រាក់ខែប្រមាណហេតុអីបានពួកនៅខ្លាយមានទេបើវាមិនគិតលុយមួយហេតុអីចំណាយលុយទិញតំណែងឡើងមែនអីយើងឆ្លងអីយើងមិនបាច់ចាំមកនិយាយស្នេហាជាតិអីតែពួកវាទេបាទចឹងហើយបាទខ្ញុំរកនិយាយមិញគេថារឿងកុំវាយតម្លៃទៅលើប្រាក់ខែឬក៏អីហ្នឹងគឺគេមានកិត្តិយសហើយកិត្តិយសមិនបើចង់ឡើងកាន់តំណែងក្រសួងមួយសិតតែមានហាងឆេងគេមានតម្លៃលុយគេបងគេដាក់រៀបរាប់មកហ្នឹងថ្ងៃមុនបងវិស័យវិញគេមិនចាក់គឺមានបងបាទទោះបីតែប៉ូលីសប៉ូលីសធម្មសាក់មួយចូលដំបូងហ្នឹងក៏មានហាងឆេងមានតម្លៃលុយគេដែរមិនមែនចេះតែចូលទេហើយទូបងប្អូនអ្នកខមមិននៅក្នុងហ្នឹងមើលចង់ចូលក្របខ័ណ្ឌប៉ូលីសចង់អីត្រូវចំណាយលុយប្រហែលបើមានកូនចៅចង់ឲ្យទៅធ្វើប៉ូលីសចង់អីហ្នឹងទៅបង់លុយពួកវាហើយចង់និយាយមានតម្លៃអីគេតម្លៃយ៉ាងម៉េចទៅមន្ត្រីរាជការហើយយើងមើលកូនចៅគ្រួសារតកូលហ៊ុនមើលសំភារៈរបស់ពួកវាមើលការប្រើប្រាស់របស់ពួកវាតើពួកវាប្រាក់ខែប្រមាណខ្ញុំសួរអ្នកដែលឡើងមកនិយាយបរោះនេះប្រាក់ខែប្រមាណជាការពិតណាបងវិស័យមន្ត្រីរាជការនៅអាមេរិកអ្នកធ្វើការឲ្យ government ជាអ្នកធ្វើការឲ្យរដ្ឋាភិបាលតែម្ដងដូចជា post office ដូចជាធ្វើការនៅតាមគេហៅកន្លែងសម្អាតទឹកកន្លែងយើងនិយាយចំទៅយើងតែគ្រូបរិញ្ញាបត្រយើងតែគ្រូបរិញ្ញាបត្រប្រាក់ខែគាត់បានមួយឆ្នាំ6-7 ម៉ឺនបាទគេបានប៉ុណ្ណឹងបងវិស័យ6-7 ម៉ឺនហ្នឹងគ្រូមកតៃអញ្ចឹងប្រាក់ខែគេខ្ពស់អញ្ចឹងគេរស់ដោយសារប្រាក់ខែគេរៀនសូត្រចំណេះចេះដឹងត្រូវបានធ្វើគ្រូបរិញ្ញាបត្រមួយបងប្អូនប្រាក់ខែ6-7 ម៉ឺនមិនថោកទេរៀនចង់ពីក្បាលហើយនិយាយអំពីអត្ថប្រយោជន៍របស់គេគឺច្រើនណាស់បងវិស័យនៅអាមេរិកនេះអ្នកដែលធ្វើការឲ្យរដ្ឋាភិបាលហ្នឹងគឺមានផលប្រយោជន៍ច្រើនជាងអ្នកធ្វើការនៅតាមក្រុមហ៊ុនឯកជនទៅទៀតណាបាទក៏ប៉ុន្តែបើប្រៀបធៀបជាមួយនឹងខ្មែរយើងបងវិស័យអ្នកធ្វើការមន្ត្រីរាជការហ្នឹងគឺតែត្រូវតែប្រជែងគ្នាពុកអលួយសោកប៉ាន់មេធំអញ្ចឹងទៅហើយឲ្យគ្នាទៅនិយាយឡើងឲ្យគ្នាទៅរកអីគេមានកិត្តិយសរក្សាកិត្តិយសមកមិនបើប្រាក់ខែបើឲ្យគ្នាទីទៅមកគ្រប់ហ្នឹងបាទប្រាក់ខែពួកគាត់350យើងប្រៀបធៀបទៅនឹងតម្លៃសាំងប្រៀបធៀបទៅនឹងតម្លៃការហូបចុកក្នុងប្រទេសខ្មែរបងវិស័យ350ហ្នឹងបើថាម្នាក់ឯងរស់បានត្រឹមតែរស់បានបើរស់ទេបងខ្ញុំនិយាយតាមត្រង់បាទបើសិនជាគាត់មានគ្រួសារมันអាចចិញ្ចឹមកូនចិញ្ចឹមគ្រួសារបានទេបាទអត់ទៅមកមួយអាទិត្យនឹងអស់បាត់ហើយបាទថ្លៃទឹកថ្លៃភ្លើងសាំងម៉ូតូចុះឡើងនឹងមហូបទៀតហ្នឹងអាលាយបាត់ហើយនៅថ្លៃទូរស័ព្ទនៅទៀតចប់បណ្ដោយបាទមួយខែ300ឲ្យគ្នាទៅរស់មិនខ្ជិលមិនកិនទៅហើយផ្ទះនៅទីក្រុងភ្នំពេញហ្នឹងយើងសួរឥឡូវយើងទៅសួរបន្ទប់ជួលមកបន្ទប់ជួលមួយខែប្រហែលហ្នឹងហើយក៏$50 100ដែរអាហ្នឹងបានមកកបិចចុះបើគ្នាមានគ្រួសារទៀតយើងទៅជួលហើយប្រាក់ខែប៉ុណ្ណឹងធ្វើមិនរស់ហើយគ្នាមានកិត្តិយសអីឡើយណាបើពួកវិគៀបសង្កត់ធ្វើបាបទាំងអស់ខ្ញុំមិនដឹងថាវានិយាយហ្នឹងមានអត្ថន័យមិនទេដល់នេះយើងបាទយើងក៏និយាយថាកុំឲ្យយកលុយមកគិតអ្នកណាក៏ត្រូវការលុយដែរអ្នកណាក៏ត្រូវការលុយដើម្បីចិញ្ចឹមជីវិតដែរគេកិត្តិយសដោយប្រទេសគេចឹងគេធ្វើការមានកិត្តិយសគេមានប្រាក់ខែគេខ្ពស់គេរៀនសូត្រទ្រាំបានសញ្ញាបត្រទ្រាំបានប្រឡងជាប់ចូលធ្វើមន្ត្រីរាជការបងប្អូនខ្ញុំនិយាយចំកូនប្រុសខ្ញុំមួយធ្វើ
តាហ៊ានបងបលីបងណាប្រាក់ខែបលីទៅចូលហើយកូនតាហ៊ានមកឆ្នាំ80000ដល់ចិត្តចូល90000ណាឡើយបាទឆ្នាំបលី state super តែបងវិសាគឺស្ដីអូនសុភីមក ស្វីថ្ងៃនេះអូខេថ្ងៃនេះក្រោមបលី តាបងនេះខមមិនស្ទឹកអីគេសមឿនណាគាត់ថាក្របខណ្ឌតាមក្រសួងមួយមិនក្រៅ10000ដុល្លារទេអានឹងចាំនិយាយពីរឿងតម្លៃកុំឲ្យវាតម្លៃកុំឲ្យយកលុយទៅវិញតម្លៃមើលបាទហើយសវណ្ណមនីសឿនបលិសពី10000ទៅ20000ដុល្លារបលិសតាហ៊ានប្រហែល1000ទៅ2000ហ្នឹងបាទតាហ៊ានបើតាហ៊ានឥឡូវចោះថោកដោយសារទៅបញ្ជូនគ្នាទៅច្បាំងឲ្យពាក់បញ្ជើងផ្ទាត់ហ្នឹងចោះថោកហើយតាហ៊ានថោកទៅលេ15000អាប់អត់ទេ no 10000ទៅ20000ដុល្លារបលិសចុះ2000ទៅ2000តាហ៊ានអូបាទ15000ពួកអាចហៀបងពួកអាចហៀបាទសម្រាប់គ្រូបង្រៀនបើសិនតែចង់ធ្វើនៅទីតាំងល្អ1500ហើយគ្រូបង្រៀនទៅយកគ្នា1500គ្នាទៅស៊ីសនុកឲ្យបានទៅលក់នំក្នុងសាលាទីតាំងល្អហ្នឹងសំដៅថាបើសិនជាអត់បង់លុយហ្នឹងទេគាត់ត្រូវទៅបញ្ជូនទៅបង្រៀននៅនោះនៅដល់រតនគិរីមណ្ឌលគិរីទៅបង្រៀននៅអីគេភូមិអូ3ជាន់អីចឹងទៅបាទអាហ្នឹងបើយើងអត់ឲ្យលុយគេហ្នឹងទេគឺគេបញ្ជូនទៅតាមចិត្តចឹងទៅហើយបើសិនជាយើងឧទាហរណ៍ថាយើងមានបងប្អូនម៉ែឪបងប្អូននៅខេត្តកាចេះអីចឹងទៅបើយើងឲ្យលុយគេទៅគឺគេឲ្យយើងរើសនៅអញ្ចឹងយើងធ្វើគ្រូបង្រៀននៅខេត្តកាចេះហ្នឹងទៅឬក៏យើងចង់មកពេញឲ្យលុយគេលើអីហ្នឹងតាមហាងឆេងគេចឹងហើយបាទនេះគាត់ដាក់ហាងឆេងមកច្បាស់បោះគាត់ល្អគាត់ដឹងហ្មងគាត់ស្ទើរគាត់ដឹងហ្មងសម្រាប់បលិសបើសាក់3ប្រហែល30000ដល់យោយហើយតាហ៊ានសាក់3កន្លះ15000ហើយ30000ហ្នឹងហើយប្រហែលខែរួចដើមវិញធ្វើខ្លួនវិញអាហ្នឹងលើបងឯងទេបើចេះបូមចេះរកវិធីពុកឲ្យលួយអាហ្នឹងលឿនបើមិនចេះទេនៅអញ្ចឹងដាំខ្ទឹមទៅខ្ញុំជឿថាបើមិនចេះរកគ្មានអំណាចចំណាយលុយប៉ុណ្ណឹងទៅចង់ធ្វើតែហ៊ានធ្វើបលីទេតែលេមានលុយ30000ខ្ញុំទៅបើកហាងទៅបើកផ្ទះអីលក់ដូរអីស្រួលប៉ុន្តែយើងដឹងថាពួកនេះវាសិតតែមានស្រាប់ពួកឪពុកលុយបាក់ពួកគ្នាវាទេបាទអ្នក YouTube នោះគាត់ឈ្មោះ Deadline ហ្នឹងគាត់ថាប្រហែល10000ទៅហ៊ាន10000មកអរេនេះទៅហ៊ានគ្នាអ្នកក្រមានលុយណាលុយនោះទៅហ៊ានឥឡូវហ្នឹងដូចមិនអញ្ចឹងទេទៅហ៊ានឥឡូវហ្នឹងគ្នាមានអ្នកចង់ធ្វើទៅហ៊ានទេបងវិសាក្រោមឃើញគាត់ពីហ៊ុនសែនយកជីវិតពួកគាត់ទៅរងទ្រព្យទៀមមកគ្មានអ្នកចង់ចូលទេនិយាយរឿងទៅហ៊ានត្រឹមត្រូវហើយឥឡូវហ៊ុនម៉ាណែតវាបង្កើតស្អីកតាបកិច្ចយោធាហ្នឹងបងប្អូនខ្ញុំសង្ស័យថាចូលលក្ខខណ្ឌឪពុកលុយហ្នឹងតែលេបាទប្រទេសមានសង្គ្រាមចេះយើងបង្កើតច្បាប់យោធាដែលស្អីកតាបកិច្ចយោធាហ្នឹងយើងជឿទៅកូនណាអ្នកមានណាវាសុកចិត្តចំណាយ10000ដុល្លារវាឲ្យកូនវាធ្វើទាហានទេវាតែអ្នកក្រហ្នឹងឯងដែលចាប់គ្នាធ្វើទាហានហ្នឹងនោះអភិបាលខេត្តហើយនឹងស្នងការរងជាង1លានដុល្លារយើងគិតមើល1លានដុល្លារយើងរកមួយជីវិតមិនបានទេតែលេយើងនៅស្រុកនេះហើយពួកវាបានលុយមកពីណាមកមានហ៊ានចំណាយ1លានដុល្លារដើម្បីតំណែងអភិបាលខេត្តស្នងការរងខេត្តអីហ្នឹងសាហាវទៅបងប្អូនគិតមើលសាហាវណាដឹងជាគៀបសង្កត់ស៊ីបូមលុយប្រជាប្រដ្ឋប៉ុណ្ណាបាទរស័យខៀវគាត់ថាចុះអាចង្រៃឡងយកតម្លៃប្រហែលដែរខ្ញុំអត់ដឹងទេអត់ដឹងរឿងក្បាលលាលក់អាហ្នឹងក៏ហៅចេះសាហ្វីមកសួរព្រោះគាត់អាគេបាញ់ហ្នឹងធ្លាប់ប្រាប់ចេះសាហ្វីដែរតែបានប្រហែល70000ហ្នឹងទៅប្រទេសថោកណាស់ថោកអាថ្លៃទេអាហ្នឹងវាសូថាវាបងប្អូនត្រូវចាំណាអាឡុកហ្នឹងវាលក់ក្បាលគេវាឲ្យប្រពន្ធវាទៅជួបហ៊ុនសែនជំនួសអតីតអីបងគេអត់យកក្បាលវាទេអតីតទេលុយហ្នឹងត្រូវសងគេទេបងទៅយកហ្នឹងលុយហ្នឹងត្រូវសងគេទេសងថ្លៃគេនេះហ្នឹងបងប្អូនមិនធ្លាប់ទឹកគាត់ថាផ្សាយឈប់ឥឡូវអស់អ្នកមើលហើយផ្សាយឈប់នៅគាត់ថាផ្សាយឈប់អស់អ្នកមើលចេះអត់ពីខ្ញុំផ្សាយដាក់ page 2ទូទៅនេស្កាមួយដល់ page តតខ្លួនមួយអ្នកមើល3នេះទៅខាងខ្ញុំហ្នឹងអូអ្នកដែលគាត់ចូលសង្ស័យតែមើល page បងវិសាអីចឹងហ្នឹងហើយបាទបើបងប្អូនបើចូលមើលឥឡូវតើមើលចំណងជើង page ផងជួនកាលវិញបងវិសាក៏ធ្វើឲ្យវិញយើងប្រម៉ូទតិចបងប្អូនជួយប្រម៉ូទតិច page តតខ្លួនខ្ញុំដាក់កុំឲ្យវាងាប់បាទ page បងប្អូនតែអត់ធ្វើអីវាងាប់ទេខ្ញុំថាតែ page មនុស្សយើងអញ្ចឹងដែរបើអត់ធ្វើអីសោះនឹងងាប់ឥឡូវហ្នឹងមិនអីទេនៅតែមានការគ្រប់គ្រងគូសំដែរយើងប៉ុណ្ណឹងចាត់ទុកតែគាត់បើផ្សាយជប់ហើយជប់ខ្ញុំទទួលស្គាល់មែនប៉ុន្តែ
vì trôi đó là lâu nữa á bộ pi này ao côn nữa á khai về lâm mốc ở thiên tranh ấy máu đấy nhưng mà bạn sao chia ropo là miền đấy bằng vốn và nhưng mình trong gì đã về chọn cái thời miền cát bình tròn này chẳng đâu chẳng hai bạn nhưng tọt miền po miền cái đào đại toàn về liền đôi đoạn môi này tranh mình dây chẳng bằng vốn á vì dây là rừng cầm màu gì gì chẳng bọn trong vậy đâu do bọn anh chạm mới nắng thời nhưng nó khơi lượng ca cắt bình thôi chừng này cái tuồng ập rung mày nâng đi nắng nhung trăng à chừng nó lỏ bọn nhưng tại cho thằng mình vậy club tức bây rồi nè là lâu thấy pram nè vì mình thấy pram nè là nhưng tụi tôi coi là bị trong tình men vô để cho thằng cung quạt thôi cà tay tập bay năm chơi được vót ban lối và môi đập liến trong vì ai mà môi đập liến cho phải đảo với bọn vì sao amin giờ nếu mà môi đập liến nó cứ cho cứ ăn nó bật đôi kia nữa mới làm cái bạn hoặc hai trăm mà chỉ bắt á buôn pon là bà buôn con lá bọn anh trai ban mà bà dương hai dương trai mà khai buôn rối vì mà cha nó bắt vì admin đi đó là bộ vì admin là social security đó á thấy đâu mà tay mấy admin đâu mà tay mới thời được miếng là đúng không mà tay nát là thời miếng cho vì company hay là miền gì ý cô mình đi có miếng này giờ mình đang sống vô sống chân miền này giờ đang ấy ở dương tập vô có miếng tập chân cái miếng là lôi chôn được vọt đúng không lôi chôn là vọt đó cái này cái lòng xong đại chất khen ngọt ấy lôi chắc mà tha nữa zero cc là na trăm câu cái mình trăm giống cái miền bông bò cái đấy dương tao là trăm dương có đỏ cha slap bạn ba cái chốt bây giờ chôn là vọt đâu còn tha lai rồi hô từ đó chắc slap bông bị sai tung bay tại mình đưa dân đại slap tại khói cọc kia mình liệp lôi dân này kinh nhâm cho gì ta nhưng vậy nào rồi nhặt đại xem score chụp toàn cái áp liệp lôi đại slap tớiยังไม่ยิ่งจังปรับเรื่องมวยกับเราบางคนกลับตัวตอนดังปีนี้อะไรคนได้กาเป็นฉบับvàกาเป็นฉบับปุ่นช่วยกาบานประคายแต่เจียงฝนhỏi đấyช่วยกาบานประคายจะได้เจียงhỏi npได้กอดđó làยุโจหรือวัดใจดอนđấyกอดสลับกอดสลับโดยใช้การน้ำมวยhỏiปุ่นกอดดอลเวนโจหรือวัดได้vàคือได้ธรรมดาไม่คือคือเบอร์ประคายโจหรือวัดบางอย่างนั่นเนี่ยคือเบอร์ประจำใครเราได้ใช้ยังสลับนั่นคือcáiวัดตามตุ่มหมลุยได้ยังช่วยกาได้ยังช่วยกาบางยังช่วยกาบานโดยเฉพาะcái cắtตักบองปนตักเฉพาะเป็นใต้เปรย์ยังจัดได้กับประคายกินจำยังไปจำใครนั่นก็เฉพาะแต่ตามหนึ่งใดจังมาสันเจียบปนกวาดบานประคายแต่เจียงประเดี๋ยวจังลุยโจหรือวัดบักวัดก็แต่จังใดจังเก็บอัดเล็บลุยแต่ประเดี๋ยวสัตว์นั่นคือมีในช้าแบบปนอาจจะมีสัตว์เจริญยกลุยโจหรือวัดบักลุนกวาดหรือก็เจริญยกลุยโจหรือวัดบักใดหรือภาษาอะไรยกตึกปีบ้านนี่นั่นคือคือมันคืออะไรยกตึกปีบ้านนี่บอกไปใส่เป็นใต้ยังไงก็เรื่องโยมวยธรรมดาต่างเกต่างยืนโยลุยเจริญบอกประเดี๋ยวคือการบางเจริญจำน้อยนั่นยังtrong việc tôi bây giờ mìnhนึกสลับtừ hào ấy có cái mình lệp lùi chui này vót đài bà còn là ta kẹo những người mua những tay bà phun miên tay bà phun đây phun này ai do bàn bà phun vô lùi này vót bà đây vô lùi này vót bà phun bà sân chia miên bà hàng sập từ muốn lùi này vót ở chui này vót bọc hàng mà hàng thiết tràn chiến những người do bàn còn là ta nhưng cái mình ao những người do thằng pi thì bàแล้วไงครบตึกไปโรยนั่นไงคนครบตึกไปโรยปลอบบันไดกับฮอกครบตึกไปนั่นมันช่วยเชียร์ mấy anh ta bảo cô này chui xe ở bàn trà mà dạ nó thấyពួកយើងដូចរងការដាក់គំនាបពីពួកហ៊ុនសែនមិនមែនគំនាបពីក្រុមហ៊ុន Facebook ទេលោកវាសម្រាប់គំនាបកំហែងមិនដឹងឯងបងប្អូនខ្លះមិនហ៊ានស្ដាប់ទេនៅស្រុកខ្មែរទៅលោកទៅស្ដាប់ទេជាផ្សាយចប់បានទៅស្ដាប់តាមក្រោយហើយខ្ញុំដឹងពួកយើងដឹងដោយសារតែនៅពេលដែលយើងផ្សាយចប់យើងឃើញពីយើងរបស់យើងនៅតែកើនបងនៅកើនឡើងរហូតមានន័យថាមានអ្នកចូលស្ដាប់តាមក្រោយគាត់អត់ហ៊ានចូលស្ដាប់ពេល live ផ្ទាល់អញ្ចឹងទៅបាទតែបងប្អូនដែលនៅក្រៅប្រទេសឲ្យជួយ share បងប្អូន share បានច្រើនបាទអ្នកខ្លះគាត់មើលតាម YouTube បងប្អូនណាគ្រប់ទឹកយើងមាន channel YouTube មួយទៀតឥឡូវសម្រាប់ទៅប្រហែលជា200នាក់ពីមុនយើងទទួលស្គាល់មេពីមុនទាំង YouTube ទាំង Facebook គឺស្មើគ្នាបើតែខាងនេះ300ខាងនោះក៏300ដែរបងសិប្បកុំប្រញាប់ពេកខ្ញុំថាឲ្យគ្រប់ទឹកទេខ្ញុំថាឲ្យទាំងអស់គ្នាបងឯងបើជួយ share ហើយខ្ញុំអរគុណហើយបើសិនជាដូចបងសៀងស្អាប់ហើយស្គាល់ពួកខ្ញុំច្បាស់ប៉ុណ្្នឹងហើយបើអត់ share ទៀតដកចេញពីក្រុមតែប៉ុណ្្នឹងឯងបាទshare ឥឡូវក៏បានហ្នឹងហើយគេមិនអត់ share ឥឡូវអត់ share បងវិសានិយាយអញ្ចឹងបងប្អូនណាបងសៀងស្អាប់ឥឡូវគាត់រកឃើញsearch បងគាត់ណាគាត់បាន search បងគាត់ណាអូនិយាយត្រូវគ្នាណាឥឡូវនេះបកាយគ្នាទៅរឿងនេះណាបង
គាត់បកកាយគ្នាតែបកកាយចឹងទេប៉ុន្តែខ្ញុំឃើញបងផ្សេងបងដូចគាត់មានការគោរពសិស្សច្បងគាត់ណាព្រោះសិស្សច្បងគាត់ហ្នឹងគាត់ទៅហ៊ានច្បាស់ហ្មងគឺទៅហ៊ានគេថាទៅហ៊ានចាន់ចៅហ្មង ចុះថាគាត់ចូលមកចង់មានថ្ងៃនេះ គាត់ខមមិនបងវិសាចបើឃើញគាត់ខមមិនខ្ញុំហៅគាត់និយាយដែរ តែខ្លួនទេគាត់ថាមិនខំប្រាប់គាត់ទៅខឹងទៀត ខ្ញុំផ្ញើចូលក្រុមដែរគាត់ដឹងរឿងអាដូរច្រើនណាស់បងប្អូនបើមិនជាគាត់នៅមើលយើងឲ្យគាត់និយាយបងប្អូនដឹងអាសោចបងប្រវត្តិអាដូរ អូមានបងម្នាក់គាត់ផ្ញើសារមកខ្ញុំថាជឿថាដូរនោះជាកុហកគេមិននៅបារាំងដឹងស្រាប់តែគេមាន Wi-Fi គេជួយប្រាក់ខែគេមានផ្ទះឲ្យនៅរហូតដល់យើងរឹងដៃរឹងជើងមានការងារធ្វើទៅខ្ញុំជឿថាដូរនឹងណាទៅដេកលើ snow មាននំប៉័ងមួយចាំទៅលក់ទឹកស៊ីណាចេះតែនិយាយហ្មង បែរថាដឹងមិនទេបងប្អូនប្រទេសបារាំងគឺជាប្រទេសប្រជាធិបតេយ្យបែបសង្គមនិយមមានន័យថាប្រទេសហ្នឹងគឺគេដកលុយពីអ្នកមានទៅជួយអ្នកក្រច្រើនប្រទេសសង្គមនិយមគឺរបៀបហ្នឹងរដ្ឋទៅបារាំងសាធារណរដ្ឋ សាធារណរដ្ឋមែនក៏ប៉ុន្តែដឹកនាំបែបរបៀបសង្គមនិយមជា socialist អញ្ចឹងមានន័យថាការដឹកនាំរបស់គេហ្នឹងគឺគេបើនិយាយថាការយកចិត្តទុកដាក់ដល់អ្នកដែលអត់មានការងារធ្វើពួក homeless ហ្នឹងគឺគេមានអត្ថប្រយោជន៍ជាតិរបស់គេហ្នឹងគឺចំណាយចាយទៅលើពួកហ្នឹងច្រើនណាស់បាទពួកបារាំងគឺលក្ខណៈដឹកនាំបែបប្រជាធិបតេយ្យសង្គមនិយមបាទអញ្ចឹងអាដូរដេកនៅលើ snow លើតកអីហ្នឹងហើយមានបងប្អូនយើងមកប្រាប់ថាទៅជឿវាតាមពិត homeless នៅស្រុកបារាំងគេមិនដែលបណ្ដោយឲ្យទៅដេកទៅលើតកអីចឹងទេដឹងហ្នឹងវាសវឹងស្រាឈួតអីវានិយាយអញ្ចឹងគាត់ថា ថាតដូរនឹងធ្វើការក្នុងបារឯងបងប្អូនលក់ដល់ប្រដាប់ភេទឲ្យស្អីទេ អូយអាចទៅរឿងរឿងបែកស៊ីឆ្ងាយពីប្រធានបទទេយើងនិយាយក្រៅដែរបងប្អូនឥឡូវយើងស្ដាប់សំឡេងមើលឲ្យចប់ទីបងប្អូនគេនិយាយថាម៉េចទៀត ហើយនឹងឱកាសទទួលបានការបណ្ដុះបណ្ដាលក្នុងក្រៅប្រទេសអាចទទួលបានការតែងតាំងដោយព្រះមហាក្សត្រដោយព្រះរាជក្រឹត្យអនុព្រឹត្តដោយនាយករដ្ឋមន្ត្រីប្រកាសមួយកដីកាបាទហើយអាចទទួលបានឱកាសផ្សេងៗទៀតគ្រឿងអិសរយុជាដើមអញ្ចឹងយើងមុននឹងបញ្ចប់យើងចង់ជំរាបជូនថាប្រាក់ខែសំខាន់ហើយប៉ុន្តែពេលខ្លះគេថាកុំយកលុយទៅទិញមនុស្សមិនអាចមានតម្លៃជាប្រាក់ខែបានទេអ្នករាជការក៏អញ្ចឹងដែរកុំយកតម្លៃប្រាក់ខែជាមួយលុយមកវាតម្លៃអ្នករាជការមានកិត្តិយសរបស់គេគឺកិត្តិយសដែលមើលរាជការមានកិត្តិយសយើងអត់និយាយអ្នករាជការដែលស្មោះត្រង់យើងនិយាយថាពួកតកូលហ៊ុនពួកបាក់ពួកគណៈបព្វជិជនពួក7មករានេះអ្នករាជការពួកវាមានកិត្តិយសអត់ You cannot do it by yourself. You have to share. ណាសាក៏ថាជួយប្រាប់តាត្រង់ផងវាយកឈ្នះចោល scam នៅកម្ពុជាឆ្លងដែនអូរឿងហ្នឹងណាសាគេកំពុងតែក្រមច្បាប់អីគេពង្រៀងច្បាប់នឹងចេញបងប្អូនណាតែច្បាប់នឹងចេញណាពួកមន្ត្រីដែលក្បែរហ៊ុនសែនហ្នឹងកាន់តែវេទនាកាន់តែខ្លាំងឡើងបងប្អូនចាំមើលច្បាប់ហ្នឹងពីព្រោះគេជប់ជឿហើយបងប្អូនណាខ្ញុំនិយាយរឿងនេះបងប្អូនគេជប់ជឿហើយគឺពួក API ដែលទៅធ្វើការជាមួយរបបភ្នំពេញហ្នឹងគេបាននិយាយថាគេតាមដាននិយាយថានៅពេលណាដែលចុះទៅចាប់ចឹងដូចមានអ្នកប្រាប់ដំណឹងឲ្យដឹងមកពួកនោះរត់ផ្អើលពេញហ្នឹងបងប្អូនណាអាការរត់ផ្អើលនេះគេសំដែងលខោនឲ្យមើលឃើញទេថាគេកំពុងតែបង្ក្រាបការពិតមិនមែនចឹងទេបងប្អូនគេសង្ស័យថាមានអ្នកដល់ដំណឹងឲ្យពួកនឹងដឹងមុនចឹងហើយបានដល់ប្រទេសខ្មែរចាប់អត់ទេឥឡូវហ៊ុនម៉ាណែតគេចេញប្រកាសទេពីមុនគេថាទេដាច់ខែ4ថ្ងៃ30ហ្នឹងយើងទៅបង្ក្រាបអស់ហើយឥឡូវគេបដិញ្ញាបង្ក្រាបទៀតបងប្អូនអត់មានតាណារួចទេបានតែបដិញ្ញាចឹងហើយរឿងបញ្ហាហ្នឹងវាទៅរួចទេពីព្រោះបង្ក្រាបមិនអស់បងប្អូនវានឹងដាច់ថវិកាវាអត់មានថវិកាណាត្រួតត្រងជាតិបន្តទៀតទេវាត្រូវការពឹងលើពួក scam online ហ្នឹងដើម្បីរកស៊ីចិញ្ចឹមប្រទេសពីមុនវាមានធនធានធម្មជាតិសម្បត្តិព្រៃឈើលក់ដើម្បីយកថវិកាហ្នឹងមកត្រួតត្រងគណៈបកមកដឹកនាំប្រទេសពីព្រោះសេដ្ឋកិច្ចវាអត់មានទេគឺវាពឹងផ្អែកទៅលើអស់ហ្នឹងសេដ្ឋកិច្ចហ្នឹងគ្រាន់តែរួមផ្សំតិចតួចទេសេដ្ឋកិច្ចមួយឆ្នាំ20 billion ហ្នឹងបងប្អូនដែលវាប្រកាសហ្នឹង20 billion ហ្នឹងគឺលុយទាំងអស់ហ្នឹងចូលគុំគ្នាជាមួយនឹងកាត់ដេរហ្នឹងដែលកាត់ដេរវេជ្ជនភ័ណ្ឌសម្លៀកពាក់ហ្នឹងណាគាត់ថាចិនយកជាពាក់កណ្ដាលទៅស្រុកវាបាត់ហើយបើតាម GDP ពិតប្រាកដថាខ្មែរវាមិនដល់20 billion ហ្នឹងទេមួយឆ្នាំនោះចិនវាយកពាក់កណ្ដាលដល់ហើយយើងអ្វីដែលយើងបានហ្នឹងដោយសារតែកម្លាំងប្រជាពលរដ្ឋធ្វើការហើយនៅខ្មែរដែលធ្វើការនៅក្រៅប្រទេសផ្ញើលុយឲ្យវាបុកសរុបហ្នឹងទៅ GDP ឲ្យវាបុកសរុបនឹងអថាវិការជាតិពួកបុកលុយពួកលក់ជាតិលក់ព្រៃឈើលក់អីហ្នឹងវាថាហ្នឹងជាថាវិការជាតិដែរបងប្អូនរឿងថាវិការជាតិហ្នឹងវារឿងសេដ្ឋកិច្ច
វាអត់មានបញ្ជាក់ច្បាស់ថាសេដ្ឋកិច្ចបាននេះវាសរុបទាំងអស់មកបាទអញ្ចឹងឯង បងវិសាខ្ញុំត្រូវសុំចេញទៅមុនហើយបង អូខេហ្នឹងហើយយើងជិតដល់ម៉ោងនេះខ្ញុំ អត់មានអានខមមិនបងប្អូនយើងចង់មកទៅខ្ញុំសុំជម្រាបបងប្អូនអរគ្នាបាទ អាចកាត់ថ្លៃបានគឺកិត្តិយសដែលលះបង់ដើម្បីបម្រើជាតិបាទខ្ញុំមានគណៈសូមអរគុណ មិនដែរបងប្អូនកិត្តិ